ញាក់សាច់ស្ងាត់ឥណ្ឌាសម្ញែងប្រព័ន្ធបាញ់រ៉ុកែតច្រើនគ្រាប់រយៈចម្ងាយឆ្ងាយ300គីឡូម៉ែត្រប្រទេសឥណ្ឌាបានសម្ញែងប្រព័ន្ធបាញ់រ៉ុកែតច្រើនគ្រាប់ថ្មីមួយមានឈ្មោះថា Suryastra ក្នុងអំឡុងពេលហាត់សមសម្រាប់ក្បួនដង្ហែទិវាកងទ័ពនៅទីក្រុងចៃពូរដែលនេះជាការបង្ហាញជាសាធារណៈលើកដំបូងនៅប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុកែតរយៈចម្ងាយឆ្ងាយបើតាមសារព័ត៌មាន Defense Blog Suryastra គឺជាឧបករណ៍បាញ់មីស៊ីលនិងរ៉ុកែតច្រើនគ្រាប់ដំបូងគេបង្អស់របស់ប្រទេសឥណ្ឌាដែលបំពាក់លើរថយន្តយោធាហើយផលិតឡើងពឹងផ្អែកលើបច្ចេកវិទ្យាទទួលបានពីប្រព័ន្ធរ៉ុកែតផូលរបស់អ៊ីស្រាអែលប្រព័ន្ធបាញ់រ៉ុកែត Suryastra អាចមានសមត្ថភាពវាយប្រហារលើគោលដៅបានយ៉ាងជាក់លាក់ក្នុងរយៈចម្ងាយមធ្យមនិងចម្ងាយឆ្ងាយពោលគឺចាប់ពី150ទៅ300គីឡូម៉ែត្រប្រព័ន្ធបាញ់រ៉ុកែតនេះអាចប្រើប្រាស់ជាមួយមីស៊ីលប្រភេទ Predator ហាក់ទំហំ370មីលីម៉ែត្រដែលអាចបាញ់បានចម្ងាយ300គីឡូម៉ែត្រនិងគ្រាប់រ៉ុកែតនាំផ្លូវមានទំហំ306មីលីម៉ែត្រដែលអាចបាញ់បានចម្ងាយ150គីឡូម៉ែត្រជាពិសេសវាអាចបាញ់មីស៊ីលទាំងពីរប្រភេទនេះចេញពីកាណុងកាំភ្លើងតែមួយក្នុងពេលដំណើរគ្នាគួរកត់សម្គាល់ថាប្រព័ន្ធបាញ់រ៉ុកែតនេះកើតចេញពីកិច្ចសន្យាមានតម្លៃ$69 លានដែលធ្វើឡើងរវាងកងទ័ពឥណ្ឌានិងក្រុមហ៊ុនការពារឯកជនឥណ្ឌា Nepali Limited ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធបាញ់រ៉ុកែត Suryastra ដោយសហការជាមួយដៃគូអ៊ីស្រាអែលតាមរយៈកិច្ចសន្យានេះវានឹងក្លាយជាការជំហានទៅរកការពង្រីកផលិតកម្មក្នុងស្រុកនៃប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់ឥណ្ឌាខណៈដែលកងទ័ពប្រទេសមហាអំណាចទី4របស់ពិភពលោកមួយនេះកំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មអង្គភាពកាំភ្លើងធំរ៉ុកែតរបស់ខ្លួនតើការចាប់ខ្លួនមេខ្លោងអក្រិតកម្មអនឡាញដ៏ល្បីលោកជេនស៊ីនិងបកពួកនាពេលថ្មីនេះអាចជួយស្ដារមុខមាត់កម្ពុជាយ៉ាងណាដែរការចាប់ខ្លួនមេខ្លោងអក្រិតកម្មអនឡាញជនជាតិចិនដ៏ល្បីឈ្មោះជេនស៊ីនិងបកពួកនាពេលថ្មីនេះត្រូវបានអ្នកតាមដានស្ថានភាពសង្គមនិងអ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថាជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបោះសម្អាតភាពមិនស្អាតស្អំនិងស្ដារកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញនៅលើឆាកអន្តរជាតិសម្រាប់អ្នកជំនាញការចាប់ខ្លួនមេខ្លោងក្នុងអំពើឆបោកនិងលាងលុយកខ្វក់នេះគឺជាផ្នែកមួយជួយបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរនិងវិនិយោគិនបរទេសឲ្យមកកំសាន្តនិងបោះទុនវិនិយោគនៅកម្ពុជាផងដែរលោកបណ្ឌិតធួនស៊ីណានប្រធានសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជាបានចាត់ទុកចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួនជនសង្ស័យជាមេខ្លោងនៃអំពើឧក្រិដ្ឋកម្មអនឡាញថាបានបង្ហាញពីភាពស្អាតស្អំក្នុងការបោះសម្អាតអំពើឧក្រិដ្ឋកម្មអនឡាញទៅកាន់ពិភពលោកបើតាមអ្នកជំនាញរូបនេះការចាប់ខ្លួនជនសង្ស័យឈ្មោះជេនស៊ីនិងបកពួកនឹងផ្ដល់លទ្ធភាពឲ្យកម្ពុជាអាចស្ដារកេរ្តិ៍ឈ្មោះឡើងវិញហើយវានឹងរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរឲ្យមកកំសាន្តនៅកម្ពុជាបានច្រើនបន្ថែមទៀតនាពេលខាងមុខជាមួយគ្នានេះលោកយ៉ងកឹមអេងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពក៏បានជំរុញឲ្យរដ្ឋាភិបាលបន្តសកម្មភាពបង្ក្រាបនេះឲ្យកាន់តែស៊ីជម្រៅលោកយល់ឃើញថាដើម្បីឲ្យកេរ្តិ៍ឈ្មោះកម្ពុជាល្អប្រសើរឡើងវិញជានិរន្តរ៍អាជ្ញាធរត្រូវតែបន្តវែកមុខនិងចាប់ខ្លួនមេខ្លោងធំៗដែលនៅសេសសល់ដទៃទៀតការនេះមិនត្រឹមតែផ្ដល់ផលល្អដល់វិស័យទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយជំរុញទំនុកចិត្តដល់អ្នកវិនិយោគទុនធំៗឲ្យមកបោះទុននៅកម្ពុជាផងដែរយោងតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃជនសង្ស័យទាំង3នាក់រួមមានលោកជេនស៊ីស៊ូជីលៀងនិងសាវជីហ៊ូដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី6ខែមករាឆ្នាំ2026ត្រូវបានធ្វើបត្យាប័នបញ្ជូនទៅកាន់ប្រទេសចិនរួចរាល់ហើយនេះគឺជាជោគជ័យថ្មីមួយទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលបង្ហាញថាកម្ពុជាលែងជាចម្រោកប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមអក្រិតជនអនឡាញទៀតហើយសរុបមកការបង្ក្រាបមេខ្លោងធំនាដើមឆ្នាំ2026នេះត្រូវបានគេរំពឹងថានឹងក្លាយជារបត់ថ្មីក្នុងការប្រែសម្រួលរូបភាពអវិជ្ជមានរបស់កម្ពុជាមកជាប្រទេសដែលមានសុវត្ថិភាពនិងមានសក្តានុពលខ្ពស់សម្រាប់សហគមន៍អន្តរជាតិឡើងវិញ
Fafa 007ជាជំរើសវេទិកាកំសាន្តដែលល្អបំផុតសម្រាប់លោកអ្នក Fafa 007ធំជាងគេល្អផ្ដាច់គេ